ចេកណាំវ៉ាគឺជាប្រភេទចេកដែលពេញនិយមបំផុតមួយនៅក្នុងប្រទេសកម្ពុជាដោយសារវាមានរសជាតិឆ្ងាញ់តម្លៃសមរម្យនិងមានអត្ថប្រយោជន៍ចំពោះសុខភាពយ៉ាងច្រើនខាងក្រោមនេះគឺជាគុណសម្បត្តិនិងគុណវិបត្តិរបស់វាគុណសម្បត្តិអត្ថប្រយោជន៍1សម្បូរទៅដោយថាមពលចេកណាំវ៉ាមានជាតិស្ករធម្មជាតិក្លូកូសប្រូកូសនិងស៊ុយក្រូសដែលផ្ដល់ថាមពលភ្លាមដល់រាងកាយស័ក្តិសមសម្រាប់អ្នកដែលហាត់ប្រាណឬអ្នកដែលធ្វើការងារប្រើកម្លាំងច្រើន2ជំនួយដល់ប្រព័ន្ធរំលាយអាហារវាមានជាតិសរសៃ fiber ខ្ពស់ដែលជួយសម្រួលដល់ការបន្តបង់និងការពារជំងឺទល់លាមកចេកណាំវ៉ាទុំក៏អាចជួយព្យាបាលអាការៈរាគរូសបានផងដែរ3ជួយដល់សុខភាពបេះដូងវាមានផ្ទុកជាតិប៉ូតាស្យូមខ្ពស់ដែលជួយគ្រប់គ្រងសម្ពាធឈាមនិងជួយឲ្យមុខងារសាច់ដុំបេះដូងដំណើរការបានល្អ4ល្អសម្រាប់ក្រពះចេកណាំវ៉ាខ្ចីឬចម្អិនមានសារធាតុតានីនច្រើនដែលអាចជួយព្យាបាលដំបៅក្រពះនិងការពារការរលាកក្រពះបានយ៉ាងមានប្រសិទ្ធភាព5ជំនួយដល់អារម្មណ៍និងការគេងចេកមានផ្ទុកអាស៊ីតអាមីណេឈ្មោះថា tryptophan ដែលរាងកាយបំប្លែងទៅជា serotonin ដែលជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាលកាត់បន្ថយភាពតានតឹងនិងគេងលក់ស្រួល6សម្បូរវីតាមីននិងសារធាតុរ៉ាមានវីតាមីន B6 វីតាមីន C ម៉ាញ៉េស្យូមនិងជាតិដែកដែលជួយដល់ប្រព័ន្ធភាពស៊ាំនិងសុខភាពទូទៅគុណវិបត្តិការប្រុងប្រយ័ត្ន1ជាតិស្ករនិងកាឡូរីទោះបីជាវាជាស្ករធម្មជាតិប៉ុន្តែប្រសិនបើអ្នកញ៉ាំច្រើនពេកជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែមវានឹងធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់2ពិបាករំលាយប្រសិនបើមិនទាន់ទុំល្អការញ៉ាំចេកដែលខ្ចីពេកអាចធ្វើឲ្យពិបាករំលាយអាហារឬអាចបង្កជាអាការៈទល់លាមកបាន3មិនស័ក្តិសមសម្រាប់អ្នកមានជំងឺតម្រងនោមធ្ងន់ធ្ងរដោយសារចេកមានជាតិប៉ូតាស្យូមខ្ពស់អ្នកដែលមានបញ្ហាតម្រងនោមដែលមិនអាចបញ្ចេញប៉ូតាស្យូមបានល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យមុននឹងទទួលទានក្នុងបរិមាណច្រើន4បញ្ហាអាឡែស៊ីមនុស្សមួយចំនួនតូចអាចមានប្រតិកម្មអាឡែស៊ីជាមួយប្រូតេអ៊ីនក្នុងចេកដែលអាចបណ្ដាលឲ្យរមាស់ឬរលាកមាត់ដំបូន្មានបន្ថែមបរិមាណសមស្របការញ៉ាំចេកណាំវ៉ា1 ទៅ 2 ផ្លែក្នុងមួយថ្ងៃគឺជាកម្រិតដ៏ល្អសម្រាប់មនុស្សទូទៅរបៀបញ៉ាំដើម្បីទទួលបានអត្ថប្រយោជន៍ល្អបំផុតគួរញ៉ាំចេកដែលទុំល្មមមិនទុំពេករហូតដល់ខ្មៅខ្លាំងឬខ្ចីពេក